បើសិនជាអ្នកទាំងអស់គ្នាដឹងរឿងហ្នឹងណាអ្នកទាំងអស់គ្នានឹងលេងនិយាយថាកូនទាំងអស់គ្នាក៏បានខូចដែរមូលហេតុអីបានជាកូនញ៉ាទៅតកើតគាត់គេងនៅកន្លែងរបស់គាត់គេងតែបានយូរឯងគេងតែកន្លះម៉ោងឬក៏20នាទីអីគឺគាត់ភ្ញាក់ហើយប៉ុន្តែបើសិនជាយើងហ៊ានតពោដាក់លើដៃរបស់យើងណាគឺគេងបានយូរជាងកន្លែងគាត់ហើយគឺគេងបានរាប់ម៉ោងដឹងតែគាត់គេងស្កប់ស្កល់ហ្មងមូលហេតុដោយសារតែរាងកាយរបស់ម្ដាយយើងជាមួយនឹងកូនហ្នឹងគឺមានសន្តិភាពលួងលោមមានក្លិនម្ដាយចង្វាក់បេះដូងម្ដាយលោតហើយកក់ក្ដៅដែលយើងកាន់គាត់ហ្នឹងគាត់មានអារម្មណ៍ថាគាត់គឺសុវត្ថិភាពគាត់គេងគឺគាត់អត់បារម្ភថាគាត់នឹងអសុវត្ថិភាពទេនៅពេលដែលគាត់នៅលើដៃរបស់យើងប៉ះសាច់របស់យើងដង្ហើមរបស់យើងក្លិនដង្ហើមរបស់យើងបេះដូងរបស់យើងហ្នឹងគាត់មានសុវត្ថិភាពឃើញទូចចឹងណាប៉ុន្តែបកាយចាប់ក្លិនបកាយចំណាំមែនតែនហ្មងហើយនៅពេលដែលគាត់ចាប់នឹងក្លិនម្ដាយចឹងណាគឺអត្តពលនឹងជួបទៅគូក្បាលរបស់គាត់ប្រាប់ហ្មងថាបើសិនជាខ្លួនគាត់នៅចិត្តម្ដាយរបស់គាត់នឹងមានសុវត្ថិភាពហើយគាត់នឹងគេងលក់ស្កប់ស្កល់ដោយអត់បារម្ភខ្លាចថាមានរឿងអ្វីកើតឡើងទេអញ្ចឹងហើយបានជាមូលហេតុខ្លះនៅពេលដែលគាត់គេងម្នាក់ឯងគាត់ចេះតែឆាប់ភ្ញាក់កត្រេកកត្រាក់ឆាប់ភ្ញាក់ហើយពេលខ្លះថែមទាំងគេងភ្ញាក់ហើយយំទៀតយំហ្នឹងនៅពេលដែលគាត់គេងទៅរបៀបថាគាត់នឹកទៅដល់ក្លិនម្ដាយនឹកទៅដល់ម្ដាយព្រោះគ្មានតូចគាត់របៀបឆាប់នឹកបែកកន្លះម៉ោងហ្នឹងមានអារម្មណ៍ថាដូចបែកយូរអញ្ចឹងប៉ុន្តែទង្វើបែបហ្នឹងសួរថាគាត់នៅបន្តរហូតដល់គាត់ធំអត់នៅពេលដែលគាត់ធំគឺគាត់នឹងមិនអញ្ចឹងទេអ្នកទាំងអស់គ្នាអញ្ចឹងគាត់នៅទូគឺគាត់បែបហ្នឹងអញ្ចឹងកុំថាកូនក្បាលខូចអីហើយមួយវិញទៀតកូនខ្លះនៅពេលដែលយើងបរៀនទៅគឺគាត់ឆាប់ដឹងកូនខ្លះដែលយើងបរៀនទៅគាត់ក្រនឹងឆាប់ដឹងបានន័យថាយើងត្រឡប់ឲ្យគាត់គេងអញ្ចឹងព្រោះមានម៉ាក់យើងច្រើនណាស់បរៀនកូនជោគជ័យក្នុងការគេងម្នាក់ឯងគេងស្កប់ស្កល់គឺអាចបរៀនបានតែគាត់ថាការដែលឆាប់ចាប់បានទទួលបានណាអាស្រ័យលើក្មេងខ្លះគាត់ឆាប់ចាប់បានក្មេងខ្លះអត់ឆាប់ចាប់បានទេអញ្ចឹងត្រូវការពេលវេលាឲ្យយើងថ្នាក់ថ្នមលួងលោមគាត់ដើម្បីឲ្យខ្លះជាទម្លាប់ពីព្រោះការដេកលើដៃយើងរហូតបែបហ្នឹងក៏មានជាទម្លាប់ល្អដែរ